ខ្ញុំមិនចាស់មិនអាចសោយសុខសម្បត្តិទៅដែលមិនខ្វល់ពីអតីតប្តីទេខ្ញុំមិនចាស់សម្រេចចិត្តហើយទេខ្ញុំមិនចាស់នឹងជួយគាត់ឲ្យបានស្បាយខ្ញុំមិនអាចវិលទៅឋានសួគ៌វិញបានទេពេលនេះទេខ្ញុំនឹងខ្លាចជាមនុស្សហើយនេះក៏ព្រោះតែនាងជួយដល់ខ្ញុំទើបមិនអាចវិលត្រឡប់ទៅវិញមែនទេកន្លងមកនាងឯងជាស្រីចង្រៃនាងឯងជាស្រីដឹកចំោះមើលងាយប្តីបើបែបនោះអញមិនទុកទេរៀងបាបស្នេហ៍ទេពធីតាកាលពីព្រេងនេះមានទេពធីតាមួយព្រះអង្គសោយសម្បត្តិទើបនាឋានសួគ៌ជាន់ទី1ទ្រង់ជាទេពធីតាដែលមានទឹកចិត្តណាស់តែព្រោះកម្មចាស់ទើបទ្រង់តែងលួចអតីតបុរសម្នាក់មកពីឋានសួគ៌តាមពិតបុរសនោះជាប្តីខ្ញុំម្ចាស់ក្នុងអតីតជាតិសោះអស់អ្នកប្តីអើយមិនសមណាស់ជាតិនេះអ្នករងកម្មរស់នៅយ៉ាងវេទនាយ៉ាងនេះសោះខ្ញុំអាណិតអ្នកណាស់ហើយហត់ណាស់សុំផឹកទឹកឲ្យត្រជាក់ចាន់បន្តិចសិននេះសំហត់ពេកក៏បានសម្រាប់បន្តិចតែសិទ្ធិវិញឃើញហើយក៏បានដើរមកនិងបាននិយាយថាណែអាសមមិនក៏លួចខ្ជិលយ៉ាងនេះតើឯងចង់កេងប្រវាញ់ប្រាក់យើងមែនទេអូអត់ទេលោកសេដ្ឋីខ្ញុំខំធ្វើការអន្តាតែមុននេះខ្ញុំហត់ពេកក៏សម្រាកបន្តិចទៅយើងមិនជឿទេណែអ្នកក្រដូចជាឯងនេះណាខ្ជិលណាស់មុខនេះលួចខ្ជិលមិនខុសទេតែខ្ញុំក៏ពុះអស់បានច្រើនណាស់ហើយលោកក៏បានឃើញដែរមិនអញ្ចឹងមែនទេយើងមិនខ្វល់ទេទោះឯងពុះអស់បានច្រើនយ៉ាងណាក៏ដោយតែពេលនេះយើងបានឃើញឯងលួចមកផឹកទឹកដូច្នេះយើងនឹងកាត់ប្រាក់ឯងកុំអីលោកសេដ្ឋីខ្ញុំមិនបានខ្ជិលឯណាសូមលោកកុំកាត់ប្រាក់ខ្ញុំអីកុំតវ៉ាពេកបើតវ៉ាយ៉ាងនេះយើងមិនឲ្យហូបបាយទេថ្ងៃនេះឯងទៅហូបបាយនៅផ្ទះខ្លួនឯងចុះលោកសេដ្ឋីសូមលោកកុំធ្វើអញ្ចឹងអីបានទេលោកសេដ្ឋីម៉ៅស្វិតចិត្តអាក្រក់ណាស់និយាយហើយក៏បានដើរចេញទាំងគ្មានស្ដាប់ហេតុផលអ្វីឡើយព្រះអើយមិនក៏លោកសេដ្ឋីធ្វើបែបនេះកាត់ទាំងប្រាក់ហើយមិនឲ្យហូបបាយទៀតបើបែបនេះតើសង្ឃឹមថានឹងសំបានប្រាក់ដល់របៀបណាទៅមិនថានេះសំនៃហាត់ឬក៏សុំយ៉ាងណាក៏សេដ្ឋីមិនបានអនុគ្រោះដែរដូច្នេះនេះសំមានតែព្រមតាមទាំងក្តីខឹងនិងអន់ចិត្តតែប៉ុណ្ណោះណាស់ហើយចុះបានប៉ុណ្ណាក៏យកប៉ុណ្ណឹងទៅបើមិនយកមានតែខាតដើមខាតចុងថាទៅលោកសេដ្ឋីនេះគំរិះដូចជាគេថាមែនគួរឲ្យស្អប់ខ្លាំងណាស់នេះសំបានមកដល់ផ្ទះវិញទាំងហេវហត់ពោះទៅទេហើយជាអកុសលនោះគាត់ក៏គ្មានអង្គឬត្រីងៀតនៅសល់សំបីតែបន្តិចឡើយអោទេវតាអើយក្រអីក៏ក្រម្លេះជាប្រុសនឹងគេដែរតែរកអ្វីសំបីទៅហូបមួយពេលក៏មិនបានផងចំជាគ្មានបានការមែនតែធីតាវិញតូចឃើញពីឋានសួគ៌មកដោយក្តីអាណិតទ្រង់កាត់និងមានបន្ទូលថាអ្នកពិតជាពិបាកណាស់ហើយខ្ញុំម្ចាស់គួរតែជួយគាត់សិនទេពធីតារៀបតែនឹងយាងចុះមកទៅហើយតែភ្លាមនោះទេពធីតាថ្នាក់លើមួយអង្គបានយាងមកដែរនិងមានបន្ទូលថាទេពធីតាគុណធាប្រលឹមទ្រង់កុំយាងទៅចោះអន្តរាគមចំពោះបរោះនោះអីពុំនោះទេទ្រង់នឹងមានកម្មបានតែបរោះនោះត្រូវគេកេញប្រវាញ់ញ៉ាឈាមរលើហើយក៏គ្មានអ្វីហូបគ្រប់គ្រាន់ទេខ្ញុំម្ចាស់អាណិតគាត់ណាស់ទោះទ្រង់អាណិតក៏ដោយតែទ្រង់មិនអាចជួយគាត់ឡើយនេះគឺជាកម្មរបស់គាត់ទេតែគាត់នឹងត្រូវរស់នៅលំបាកបែបនេះដល់ពេលណាទៅព្រះពររឿងនេះជាអាចកំបាំងខ្ញុំម្ចាស់មិនអាចបង្ហាញបានទេព្រះពរបាញ់ចឹងខ្ញុំម្ចាស់សូមអរព្រះគុណហើយដែលទ្រង់ក្រានរំលឹកដល់ខ្ញុំម្ចាស់នោះចូលកុំខ្វល់ពីបរោះនោះឡើយណាខ្ញុំម្ចាស់មានតែប៉ុណ្្នឹងទេសូមលាហើយព្រះពរសូមថ្វាយបង្គំលា
ទេពធីតានៃជាន់ទី2មានបន្ទូលចប់ហើយនោះក៏បានហោះយាងចេញទៅចំណែកទេពធីតាជាន់ទី1ហេតុថាជានិស្ស័យចេះតែបារម្ភនិងមិនស្ងប់ប្រតិយនោះទេអោទេវតាអើយទ្រង់ដូចជាអយុត្តិធម៌ណាស់បើទូលបង្គំខ្ជិលមិនធ្វើការមិនអ្វីទេតែនេះទូលបង្គំខំប្រឹងណាស់មិនក៏នៅតែក្រមិនឈប់បែបនេះកាន់តែទោសនឹងសម្ដាប់ការឈឺចាប់របស់នីសំទ្រង់កាន់តែអាណិតហេតុនេះទ្រង់ក៏បានមានបន្ទូលថាខ្ញុំម្ចាស់មិនអាចសោយសុខសប្បាយទៅដែលមិនខ្វល់ពីអតីតប្តីទេខ្ញុំម្ចាស់សម្រេចចិត្តហើយទេខ្ញុំម្ចាស់នឹងជួយគាត់ឲ្យបានស្បាយទោះបីជាត្រឹមមួយគ្រាក៏ដោយនោះក៏រាប់ថាប្រសើរដែរមានបន្ទូលបែបនេះហើយនោះទ្រង់ក៏បានហោះចុះមកភ្លាមមួយរំពេចចំណែកទេពធីតាជាន់ទី2ក៏បានបង្ហាញព្រះកាយចេញមកម្ដងទៀតទ្រង់អើយទ្រង់នៅក្មេងខ្ចីពេកហើយតែទ្រង់មិនដឹងទេថានេះគឺជាកម្មចម្ពាក់ទេមែនទេសង្ឃឹមថាទ្រង់នឹងតស៊ូជំនះភាពលំបាកនាឋានកណ្ដាលបានផងទៅចុះអ្នកចាស់សម្រាប់លុតឆាំងតែម្ដងអ្នកមុខចេះហត់ថៃណាស់មែនទេមិនអីទេខ្ញុំម្ចាស់នឹងបក់ខ្យល់ឲ្យអ្នកបានស្កប់ស្កល់ផងទៅចាស់ទេពធីតាបានធ្វើឲ្យខ្យល់ត្រជាក់បក់មកលហៀកលហៀកតែម្ដងរសាត់ប៉ះចំមុខនឹងកាយសពប្រាណរបស់នីសំដូច្នេះនីសំពិតជាលក់ស្កប់ស្កល់ខ្លាំងណាស់អ្នកសម្រានចាស់ក្រោយពីនោះសំអ្នកពិសាអាហារដែលជាឲ្យជីរោះផងដែរអ្នកកុំបារម្ភអីខ្ញុំមិនឲ្យអ្នកលំបាកទេការគេងលក់យ៉ាងស្កប់ស្កល់អស់ពេលមួយសន្ទុះធំនាយសំក៏បានភ្ញាក់ដឹងខ្លួនជាមួយនឹងអារម្មណ៍ស្រស់ស្រាយជាខ្លាំងស្រស់ស្រាយមែនទែនអារម្មណ៍ក៏ល្អទៀតទាស់តែកាពះវាដូចជារើបន្តិចហើយទៅរកចាប់ត្រីក្នុងអូយកមកធ្វើម្ហូបសិននាយសំឈានជើងទៅកាន់មាត់ទឹកហើយតែភ្លាមនោះខៀនវិញ្ញាណរបស់គាត់ក៏បានទទួលបាននូវក្លិនដ៏គួរឲ្យចង់ភ្លក់សម្ដៅចេញពីខ្ទមរបស់គាត់តែម្ដងហេតើនរណាគេចំអិនម្ហូបអីក៏ឈ្ងុយម្លេះត្រូវហើយក្លិននេះដូចជាចេញពីខ្ទមខ្ញុំមកទៀតផងយល់ឃើញបែបនេះហើយនីសំមិនបានទៅមាត់ទឹកទេតែគាត់ក៏បង្វែរទិសដៅត្រឡប់ទៅផ្ទះវិញនិងបានសម្គាល់ឃើញថាតើនារីម្នាក់នោះមកពីណាមិនក៏ស្អាតយ៉ាងនេះរួចចោះទៅនាងមកទីនេះដើម្បីអីដែរនីសំចូលកាន់តែចិត្តបន្តិចហើយគាត់ក៏បានសួរថានាងតើនាងជាអ្នកណាមិនក៏មកផ្ទះខ្ញុំបែបនេះចាលោកខ្ញុំគឺជាទេពធីតាខ្ញុំមកនេះគឺជួយលោកមិនឲ្យហៅហត់ទៀតទេនាងជាទេវតាមែនទេនាងលេងសើចទេដឹងហ្នឹងលោកកុំអាសួរអីលោកឃ្លានហើយមែនទេបានអញ្ចឹងលោកពិសាអាហារទាំងនេះចាស់មែនហើយពោះខ្ញុំកោខ្លាំងណាស់បើអញ្ចឹងខ្ញុំមិនគួរសមទេណាចានីសំបានហូបហើយហូបទៀតរហូតឡើងតឹងពោះលុំមានការឆ្អែតស្កប់ស្កល់ហើយនោះគាត់ក៏បានពោលថាអរគុណហើយនាងអាហារនាងធ្វើពិតជាឆ្ងាញ់ណាស់មិនតាន់អស់ទេខ្ញុំជូនវត្ថុមួយដល់លោកណាតើលោកចង់បានអ្វីដែរទេបើនាងពិតជាទេវតាយាងចង់មកជួយខ្ញុំមែនសូមនាងផ្ដល់ទូកនេសាទសម្រាប់ខ្ញុំមួយផងបានទេបច្ចុប្បន្នសូមលោកទទួលយកចោះខ្ញុំនឹងទុកវានៅមាត់កំពង់ក្រោយផ្ទះរបស់លោកតែម្ដងមែនណាពិតជាប្រសើរណាស់ពិតមែនហើយនេះសំបានដើរទៅមើលមាត់កំពង់ក្រោយផ្ទះហើយគាត់ពិតជាបានឃើញថាមានទូកនេសាទដ៏ធំមួយពិតមែនពិតជាស្អាតណាស់នាងខ្ញុំ
ខ្ញុំជួយលោកថ្ងៃនេះបានតែប៉ុណ្ណឹងបានចឹងខ្ញុំលាហើយណា តើអ្នកនាងទៅហើយមែនទេខ្ញុំមិនដាច់ចិត្តសោះ ខ្ញុំមិនមែនជាមនុស្សទេដូច្នេះខ្ញុំមិនអាចនៅឋានកណ្ដាលរហូតឡើយលាហើយណា បានសូមយើងចុះក្រាបទូល មិនដូចអ្វីដែលទេពធីតាធ្លាប់ធ្វើទេម្ដងនេះទ្រង់មិនអាចយាងទៅឋានសួគ៌វិញបានឡើយតាមមានរឿងអ្វីទេមិនបានជាខ្ញុំគ្មានធម៌ពលអ្វីអាចវិលទៅឋានសួគ៌វិញបាននោះ តើមានរឿងអីមែនទេ គឺខ្ញុំមិនអាចវិលទៅឋានសួគ៌វិញបានទេណាលោកក្នុងពេលនោះទេពធីតាចន់ទី2ក៏មានបន្ទូលមកកាន់ទេពធីតាថាទេពធីតាទ្រង់មានចិត្តចង់ជំពាក់នឹងបរិះនោះហើយដូច្នេះទ្រង់មិនអាចខ្លាចជាទេពធីតាក្នុងពេលនេះបានទេមានន័យថាខ្ញុំម្ចាស់ត្រូវរស់នៅជាមនុស្សចាប់ពីពេលនេះតទៅមែនទេគឺមែនហើយសូមទ្រង់កុំទៅចិត្តអ្វីទ្រង់ត្រូវរស់នៅរហូតសងកម្មអស់ទើបអាចយាងមកឋានសួគ៌វិញបានណាព្រះពរខ្ញុំម្ចាស់យល់ហើយ តើមានរឿងអីកើតឡើងចំពោះទ្រង់មែនទេ ចា៎នេះខ្ញុំមិនអាចវិលទៅឋានសួគ៌វិញបានទេពេលនេះទេខ្ញុំនៅខ្លាចជាមនុស្សហើយ នេះក៏ព្រោះតែអ្នកនាងជួយដល់ខ្ញុំទើបមិនអាចវិលត្រឡប់ទៅវិញមែនទេអ្នកនាងជួយខ្ញុំខុសហើយខ្ញុំមិនគួរណាសុំទូកពីអ្នកនាងសោះ លោកកុំបន្តខ្លួនឯងអីនេះគឺជាជំរើសរបស់ខ្ញុំទេ អ្នកនាងមកពីឋានសួគ៌អញ្ចឹងគឺច្បាស់ជាគ្មានសាច់ញាតិអីទេអញ្ចឹងគិតអញ្ចេះទៅអ្នកនាងនៅទីនេះចុះ តែលោកពួកយើងមិនតាន់រៀបការទេតែរស់នៅជាមួយគ្នាមិនដឹងកើតនោះ មិនអីទេចាំខ្ញុំស្ដីតដឹងអ្នកនាងធ្វើជាប្រពន្ធចុះ ចាលោកចាប់ពីពេលនោះមកពួកគេក៏បានរស់នៅជាមួយគ្នានិងខ្លាយជាប្តីប្រពន្ធនឹងគ្នារស់នៅយ៉ាងសុខសាន្តលោកប្តីពួកយើងទៅនៅសត្វត្រីនៅទិសនេះរដូវទៅណាបងខ្ញុំមានប្រផ្នូតថាទីនោះពួកយើងមកជានេសាទបានរបស់ល្អមិនខានទេ បានអូនបងតាមអូនចំណិចព្រោះអូនជាប្រពន្ធទ្រព្យរបស់បងនោះអី ចានេះតើពួកយើងទៅប្តីប្រពន្ធទាំងពីរបានធ្វើដំណើរតាមទូកទៅនេសាទដល់កន្លែងដែលធីតាចង់ទៅហើយទីបំផុតពួកគេក៏បាននេសាទបានក្រឡបុរាណមួយ អ្នកមើលចាស់ពួកយើងនេសាទបានកន្លបុរាណមួយហើយ អូនមិនក៏នេសាទត្រីបានកឡទៅវិញ នោះគឺជាកន្លមានតម្លៃណាស់អ្នកបាក់មើលទៅខ្ញុំថាក្នុងនោះមកជាមានមាសប្រកបណាស់ បានអូន ដូចអ្វីដែលធីតាពោលអញ្ចឹងនៅក្នុងក្រឡពិតជាមានមាសច្រើនពេញព្រៀបតែម្ដង អូនពិតជានិយាយត្រូវណាស់មើលចុះមានមាសច្រើនណាស់អូននេះអូនពិតជាប្រពន្ធមាសប្រពន្ធទ្រព្យដ៏មហាសាលរបស់បងមែន ខ្ញុំឃើញអ្នករីករាយខ្ញុំក៏សប្បាយចិត្តដែរអ្នកចូលមាសទាំងអស់នោះទៅធ្វើដំតុនរកស៊ីចាស់ពួកយើងមកជាមិនក្រទេ បានអូនបងនឹងធ្វើតាមអូនជានិច្ចឲ្យតែអូននិយាយបងធ្វើតាមទាំងអស់ណា បានមាសហើយនោះពួកគេក៏បានយកទៅសង់ផ្ទះយ៉ាងស្អាតហើយជីវភាពរបស់ពួកគេក៏បានធូរធារជាងមុនច្រើនផងដែរមួយខែក្រោយមក ហេហើយនេះជាផ្ទះអ្នកណាគេអីក៏ស្អាតម្ល៉េះក្រែងនេះជាផ្ទះនឹងដីអាសមតើអីចុះមិនក៏ពេលនេះផ្ទះធំសម្បើមម្ល៉េះ សេដ្ឋីសម្លឹងមើលចោះឡើងមួយសន្ទុះលុះក្រោយមកធីតាក៏បានដើរមកនិងបាននិយាយថាជំរាបសួរលោកសេដ្ឋីតើលោកម្រោអ្នកណាដែរទេ អូនេះជាម្ចាស់ផ្ទះសោះចុះអាសមវាទៅណាហើយនាងមានដឹងទេខ្ញុំចង់ជួលវាឲ្យទៅពុះអស់បន្តិច សុំទៅផងលោកសេដ្ឋីពេលនេះទេខ្ញុំឈប់ឲ្យគាត់ស៊ីឈ្នួលពូអស់ទៀតហើយ តើវាត្រូវជាស្អីនឹងនាងដែរ ចាគាត់គឺជាប្តីខ្ញុំ អូហូបានប្រពន្ធស្អាតផងណោះតែអានេះវាក្រអញ្ចឹងសង្ស័យតែបានប្រពន្ធវាជួយជ្រុំជ្រែងឲ្យមើលទៅវាគ្មានតែមានសមត្ថភាពអីទេបើគ្មានអ្នកជួយនោះ និយាយហើយលោកសេដ្ឋីក៏បានដើរចាក់ចេញទៅចំណែកទេពធីតាក៏បានសម្ដៅទៅក្រោយផ្ទះនិងបានជួយដាំបន្លែតិចតួចដោយសពដង ហ
កូនស្រីដើរលឿនមកចាម៉ែម្ដាយកូនទាំងពីរជាមនុស្សខ្ចាត់ព្រាត់ផ្សងព្រេងគ្មានទិសដៅទេហើយថ្ងៃនោះពួកគាត់ក៏បានជួបនឹងនីសំផងដែរលោកអាខ្ញុំសុំសួរមួយបាទទេតើទីនេះជាភូមិអ្វីទៅបាទមីងនេះជាភូមិរុងរឿងភូមិរុងរឿងមែនទេបើអញ្ចឹងទីនេះមកជារស់នៅបានសុខសាន្តមិនខានទេកូនស្រីចាម៉ែហើយភូមិនេះក៏មានបរិសង្ហាដែរម៉ែមើលចោះតើម៉ែមិនគិតដូចជាខ្ញុំទេមែនទេអើយមែនហើយអ្នកប្រុសតើអ្នកប្រុសជាកូនសេដ្ឋីមែនទេបាទជាមើលទៅអ្នកប្រុសហំហាននឹងសង្ហាខ្លាំងម្ល៉េះបាទខ្ញុំមិនមែនជាកូនសេដ្ឋីទេខ្ញុំជាមនុស្សធម្មតាតាគ្រាន់តែគ្រួសារខ្ញុំមានប្រាក់ទៅមើលមកសំរុំនោះឯងអើយព្រះអើយស្ងួតកណាស់មីងដូចជាហត់ណាស់តើមីងសុំទឹកក្មួយផឹកបន្តិចបានទេមែនហើយលោកខ្ញុំក៏ស្រេកទឹកដែរមិនអីទេផ្ទះខ្ញុំនៅជិតនេះតាសូមមកតាមខ្ញុំចុះចាប់ប្តីអូយច្រឡំមាត់ហេតុថាគ្មានទិសដៅគ្មានតំបន់ត្រូវទៅយ៉ាងច្បាស់នោះម្ដាយកូននេះដូចជាចង់តោងនីសំហើយសូមពិសាទឹកសិនទៅចាអរគុណកូនប្រសាអូយព្រះអើយផ្ទះធំស្អាតណាស់តើក្មួយមានប្រពន្ធហើយនៅបានគឺមានហើយថាម៉េចមានហើយមែនទេស្មានតែនៅកន្លោះតើមិនលាក់បាំងទេបងមានទ្រព្យមានផ្ទះធំទូលាយយ៉ាងនេះបើមានប្រពន្ធតែមួយនោះគួរឲ្យស្ដាយពេកណាមែនហើយកូនស្រីនិយាយត្រូវតែខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាខ្ញុំមិនមើលនារីណាផ្សេងទេមិញប្រាប់ក្មួយចោះមនុស្សប្រុសជាអ្នករកស៊ីខំធ្វើការបើមានប្រពន្ធ2 3កាលណានោះក៏វាមិនខុសដែរមែនហើយលើកលែងតែបងមិនចេះរកស៊ីតែប្រពន្ធជាអ្នកដឹកមុខតែបងមិនហ៊ានមានស្រីក្រៅនោះអត់ទេរាល់ថ្ងៃខ្ញុំជាអ្នកខំធ្វើការសឹងអីហ្នឹងប្រពន្ធខ្ញុំមិនចេះធ្វើអីទេនាងតាមតែខ្ញុំប៉ុណ្ណោះបើអញ្ចឹងក្មួយយកកូនមីងជាប្រពន្ធម្នាក់ទៀតទៅតែចាំខ្ញុំសួរប្រពន្ធខ្ញុំសិនណាមីងព្រះអើយធ្វើជាប្រុសអីក៏ខ្លាចប្រពន្ធម្លេះណាមួយក្មួយຕົកថាជាការជួយសង្គ្រោះម្ដាយកូនមីងផងចោះព្រោះពួកយើងគ្មានទិសដៅទេបងយកខ្ញុំជាប្រពន្ធតែຕົកថាយកខ្ញុំមកបម្រើក៏បានដែរណាបងខ្ញុំមិនទៅចិត្តទេព្រោះខ្ញុំមកក្រោយនោះអីខ្ញុំពិតជាអាណិតអ្នកទាំងពីរណាបើបែបនោះខ្ញុំនឹងយកនាងជាប្រពន្ធខ្ញុំម្នាក់ទៀតចុះអាបងខ្ញុំអរគុណបងណាព្រះអើយកូនពួកយើងសាឡបងសុំត្រង់ក៏បានសម្រេចមែនពួកយើងលេងតែតោលហើយណាហើយកូនប្រសាមីងអរគុណណាបាទមីងតែពួកគាត់ជាអ្នកណាគេទៅបងបងមិនលាក់បាំងទេអូនបងប្រាប់អូនតាមត្រង់ទៅចុះបងអាណិតពួកគេណាពួកគេគ្មានទីពឹងទេបើដូច្នេះបងសុំយកនាងខាងនោះធ្វើជាប្រពន្ធម្នាក់ទៀតហើយបងថាម៉េចបងនឹងយកប្រពន្ធម្នាក់ទៀតមែនទេក្មួយស្រីមេត្តាអាណិតពួកយើងផងទៅមើលទៅក្មួយក៏ស្លូតល្អណាស់ក្មួយមុខជាមិនប្រកាន់ទេមែនទេតែបានជាបងយកនាងហើយក៏យកចោះខ្ញុំមិនហាមទេឲ្យតែបងបានសប្បាយចិត្តណ៎ថាហើយថាអូនមុខជាមិនថាអីទេបើអញ្ចឹងម៉ែនិងអូនណៃទៅសម្រាកចុះណាកុំក្រាញ់ចិត្តអីចាអរគុណណាស់អ្នកប្តីសូមអរគុណហើយណាកូនប្រសាធីតានិងនីសំបានចូលទៅក្នុងផ្ទះចំណែកមីងសែមក៏បាននិយាយថាកូនស្រីកូនបានល្អហើយពីពេលនេះណាជីវិតយើងមិនខ្ចាត់ព្រាត់ទៀតទេចាម៉ែសំណាងលើសពីសំណាងទៀតព្រោះប្តីក៏ល្ងងស្រួលបញ្ជាក្បាលចំណែកនាងប្រពន្ធទី1ក៏ស្លូតគ្មានដឹងអីសោះទៀតបើបែបនោះពួកយើងអាចសោយសុខបានយ៉ាងស្រួលប្រកបណាស់ចាមែនហើយម៉ែតែម៉ែតើធ្វើបែបណាទៅឲ្យប្តីខ្ញុំស្រឡាញ់ងប់នោះអោនម្នេះមកម៉ែខ្សឹបណានេះគឺជាល្បិចកលយោចិត្តប្តីកូនត្រូវអនុវត្តឲ្យបានល្អបើចេះល្បិចនេះហើយនោះប្តីងប់ងើបក្បាលមិនរួចទេចាម៉ែ
មិញសែមខ្សឹបប្រាប់ល្បីកលទាំងអស់ហើយនោះនាងន័យក៏បានងក់ក្បាលហាក់ដូចជាយល់គ្រប់យ៉ាងលឺយប់ឡើងនោះអ្នកប្តីខ្ញុំមានរឿងចង់និយាយជាមួយបងណា បានតាអូននិយាយមកមើល តែខ្ញុំចង់ឲ្យបងដឹងតែម្នាក់ទេណាបងស្រីបងទៅសម្រាប់សិនបានទេនេះគឺជាបន្ទប់របស់ខ្ញុំតើឲ្យខ្ញុំទៅណាទេបើអញ្ចឹងបងទៅបន្ទប់អូនបានទេ បើអញ្ចឹងបានតើអូន ចាបងនេះសំហាក់ក្រោកចេញពីបន្ទប់របស់ធីតាដោយមិនខ្វល់ពីចិត្តរបស់ធីតាទេចំណែកធីតានោះបានត្រឹមសម្លឹងមើលទាំងឈឺចាប់ប៉ុណ្ណោះបងសម្លាញ់បងដឹងទេអូនទៅណាមកណាឬតែគេនិយាយថាបងជាមនុស្សគ្មានបានការទេ ថាម៉េចតើអ្នកណាជាអ្នកនិយាយនោះ គេនិយាយពេញនឹងហើយគេថាបងសពថ្ងៃនេះរស់ពឹងតែសមត្ថភាពរបស់បងស្រីទេ អូននិយាយនេះគឺជាការពិតមែនទេ គឺមែនហើយម្យ៉ាងទៀតនាងពូកែរ៉ូស៊ីណាហើយនាងក៏លួចមានប្រុសថ្មីដែរ មិនអាចទេដឹងអូន បងសាកគិតទៅមើលសពថ្ងៃនាងពូកែជាងបងណាដូច្នេះនាងមិនទុកបងថាជាមនុស្សមានតម្លៃក្នុងភ្នែកនាងទេ រឿងនេះក៏សមដែរព្រោះសពថ្ងៃនាងតែងតែដឹកមុខបងរហូតបងធ្វើតាមនាងលង្វិលក្បងទៅហើយ ចាសកម្មភាពនាងមើលងាយប្តីណាបងត្រូវចាំណាប្រពន្ធមើលងាយប្តីបែបនេះមុខជាក្រមិនខានទេថ្ងៃមុខនោះ តើបងគួរធ្វើបែបណាទៅអូនសាកនិយាយមកមើល ប្តីសម្លាញ់ជីវៀងមានរឿងថ្ងៃក្រោយនោះបងស្លាប់នាងចោលទៅ តើការសម្លាប់ពិតជាអាចជួយបងបានមែនណា ប្រកាសណាទី1ជួយរំដោះគ្រោះបងទី2បងមិនត្រូវគេមើលងាយថាអាងួសទៀតហើយបងក៏មិនធ្លាក់ខ្លួនក្រដែរ បានបើអញ្ចឹងបងនឹងទៅនេសាទត្រីរួចក៏នាងចោលនៅក្នុងទឹកតែម្ដងចុះ ចាបងពិតជាល្អណាស់ពិតជាធ្វើមែនហើយនេះសំមិនសួរនាំច្រើនទេនេះសំបែរជាជឿតាមប្រពន្ធចិត្តកំណាចរបស់គេទៅវិញបងសម្លាញ់អ្នកសាទឲ្យបានច្រើនណាស់បង បានអូនបងទៅហើយណា កូនប្រសាម៉ែរងចាំកូនមកវិញណា បានម៉ែ នេះសំអមទូកឆ្ងាយទៅចំណែកខ្លៃស្រះក៏ស្រែកយំមិនឈប់ធ្វើឲ្យធីតាហាក់ភ័យខ្លាចនិងបានសួរថាអ្នកប្តីទីនេះឆ្ងាយណាស់ពលចុះបងសម្លាញ់ត្រង់នឹងតើល្អដែរទេ អត់ទេឆ្ងាយជាងនេះបន្តិចទៀតទៅបាន តែទីនេះស្ងាត់ណាស់ខ្ញុំដូចជាមិនស្រួលចិត្តឡើយខ្ញុំព្រឺសបល់ណាស់ នាងឯងចេះខ្លាចដែរមែនទេនាងកុំខ្លាចអីព្រោះនាងនឹងខ្លាចជាខ្មោចនៅទីនេះហើយ តើអ្នកនិយាយពីអីហ្នឹង គឺអញសម្នាងឯងនឹងហើយកន្លងមកនាងឯងជាស្រីចង្រៃនាងឯងជាស្រីដឹកចំោះមើលងាយប្តីបើបែបនោះអញមិនទុកទេ អ្នកប្តីអ្នកឆោតល្ងងបាច់ហើយមិនក៏អ្នកវិចារភាសាមិនពីរោះបែបនេះ ឃើញទេជាប្តីថាឆោតល្ងងទៀតហើយនេះហើយព្រោះនាងជាស្រីមើលងាយប្តីនាងជាស្រីចង្រៃនោះអីនាងកំរោះអីទៅនេះណែ កុំអីណា នេះណែ ខ្ញុំឈឺណាស់នេះសំបានចុកច្រវាវីហើយវីទៀតគ្មានក្តីមេត្តានោះទេទីបំផុតធីតាក៏បានលងទឹកសឹកបាត់ទៅនេះសំក៏បានអមទូកទៅផ្ទះវិញតែភ្លាមនោះស្រាប់តែខ្យល់គួចទូករបស់គាត់បណ្ដាលឲ្យគាត់ធ្លាក់ទឹកនិងបានលងទឹកផងដែរ ជួយផង ដោយក្តីល្ងងមានក្តីមេត្តាចិត្តកំណាចអេរិសាននោះនេះសំក៏បានស្លាប់វិនិច្ឆ័យដូចគ្នាចុះចំណែកម្ដាយកូនចិត្តខ្មៅនោះម៉ែអ្នកប្តីអីក៏យូរម្ល៉េះមកមិនសំខាន់ទេដែលសំខាន់នោះម៉ែចូលទៅសោយសុកមាសប្រាក់សិន ម៉ែចាំកូនផងដោយសារមានបាបម្ដាយកូនទាំងពីរគ្រាន់តែបានចូលទៅដល់ក្នុងផ្ទះភ្លាមស្រាប់តែផ្ទះបាក់រលឹមសង្សត់ស្លាប់យ៉ាងអណោចអាធមបំផុតទេពធីតាទ្រង់យាងមកវិញហើយមែនទេ
ព្រះពរខ្ញុំមិនចាំមកវិញហើយទ្រង់លែងមានកម្មជាមួយនឹងបរោះនិងស្ត្រីនោះហើយបើបែបនេះសូមទ្រង់សោយសម្បត្តិទៅបន្តទៀតចោះព្រះពរចុងក្រោយអ្នកសាងបាបក៏វិនាសចំណែកទេពធីតាក៏ពុំខ្វល់នឹងការកើតជាថ្មីនៃបុគ្គលទាំងនោះទៀតដែរដំណើរអំពីបរោះម្នាក់ក្រីក្រណាស់តាំងតែពីកើតមកគាត់មិនដែលស្គាល់ជីវិតសុខស្រួលម្ដងណាទេព្រះអើយនេះជាបរោះបរាជ័យតើមើលចុះក្រនោះក្រងើបមុខមិនរួចសោះតើពូអញ្ជើញមកមានការអីបានគ្មានការអីទេគ្រាន់តែចង់និយាយថាណែគឺថាអត់ទេពិបាកនិយាយខ្លាំងណាស់ម៉ែវានិយាយទៅមើលក្មួយមិញប្រាប់ចោះណាគ្រួសារក្មួយគឺក្រតចំនួនមកហើយប្រហែលកម្ពុជាជាតិមុនកັບកេងគេពេកទេដឹងបើបែបនេះណាក្មួយកំប្រឹងពេកអីអញ្ចឹងតើខ្ញុំគួរទៅធ្វើបែបណាទៅវិញមីងបើរកស៊ីមិនធូរធារយ៉ាងនេះទៅឲ្យផុតពូជទៅនៅនាំតែខ្មាស់គេទេពូជស្អីក្រមឈប់អញ្ចឹងនោះថាម៉េចតើនេះជាជំរើសល្អមែនទេចានេះគឺជាជំរើសល្អបំផុតហើយមួយវិញទៀតនោះចែកដីនេះមកឲ្យខ្ញុំមកបើទៅយកទៅមិនបានដដែលនឹងម៉ែវាកុំនិយាយត្រង់ពេកខ្ញុំថាគួរទៅលើកទឹកចិត្តគ្នាវិញទៅល្អជាងក្មួយបើពិបាកណាស់ធ្វើបែបណាក៏ធ្វើទៅបើអញ្ចឹងតោះពួកយើងទៅវិញទៅពុកវាបាទនិយាយបញ្ឈឺឌឺដងហើយពូមឿនមិញច្រេះក៏បានដើរចេញរីឯចក្រីក៏បាននិយាយម្នាក់ឯងថាហើយពូមឿននឹងមិញចែកនិយាយត្រូវហើយខ្ញុំដូចជាមិនចង់ទេព្រោះធ្វើអីក៏ខុសធ្វើអីក៏ខានជីវិតនេះខ្ញុំប្រឹងអស់ហើយនៅឡើយមិនមានបាននឹងគេសោះដោយពាក្យមួយឃ្លាគេនិយាយថានៅជាមួយគេឲ្យប្រយ័ត្នសម្ដីហើយបាននៅម្នាក់ឯងឲ្យប្រយ័ត្នគំនិតថ្ងៃនោះចក្រីពិតជាមានវិបត្តិខ្លាំងឡើងហើយគាត់ក៏បានសម្រេចចិត្តថាខ្ញុំពិបាកចិត្តណាស់ខ្ញុំមានតែខ្លួនទេមើលទៅបើនៅក៏មិនមានរីកចម្រើនទៅដល់យ៉ាងនេះនោះជួនគ្នានោះព្រះភូមិក៏បានបង្ហាញរូបចេញមកនៅចំពោះមុខចក្រីតែអ្វីចក្រីមើលមិនឃើញនោះទេគេនេះជាចំនួនក្រោយរបស់ខ្ញុំតើមិនបានជាជោគវាសនាគេទៀបយ៉ាងនេះជីវិតជីវិតនេះគ្មានរស្មីតតែសោះតើខ្ញុំគួរទៅជួយគេបែបណាទៅបើគេនេះគ្មានបុណ្យនិស្ស័យបន្តិចផងហ្នឹងមានវិបត្តិគិតមិនឆ្ងាយចក្រីក៏បានយកខ្សែមកតែម្ដងណាលោកកុំធ្វើអញ្ចឹងអីនេះជាទង្វើអកតេណាឈប់ភ្លាមទៅចក្រីចង់ហើយតែជាសំណាងល្អខ្សែក៏បានដាច់បណ្ដាលឲ្យគាត់ធ្លាក់និងមិនអាចទេសំណាងហើយដែលមិនទាន់ស្លាប់តើគ្រាន់តែខ្លួនក៏បរាជ័យដែរមែនទេបានបើចង់បរាជ័យមានតែលត់ទឹកទៅចុះហើយមានតែមិនដោយតាមវាសនាហើយបើនិស្ស័យមានសង្ឃឹមថាយើងនឹងអាចជួយបង្ហាញផ្លូវឯងទៅចុះម្ដងនេះនីចក្រីក៏បានដើរទៅរកលុតទឹកចំណែកពូមឿននិងមីងច្រេះវិញនោះក៏បាននិយាយគ្នាថាណែម៉ែវាឯងទៅមុនចុះខ្ញុំទៅមើលអាកបីសិនចង់ដឹងថាវាខ្លួនមែនឬក៏អត់នោះអីចាទៅចោះខ្ញុំបន់ឲ្យតែវាលឿនទេបើវាលឿននោះពួកយើងនឹងយកដីវានោះតែម្ដងហ្នឹងហើយមានតែពួកយើងទេដែលនិចិត្តវាជាងគេដូច្នេះបើវាមែនយើងមុខជាបានសំខាន់បើអញ្ចឹងពុកវាឆាប់ទៅខ្ញុំដឹងហើយមិនយូរទេពូមឿនបានទៅលបមើលផ្ទះចក្រីម្ដងទៀតហើយតែគ្រានោះពុំមានវត្តមានរបស់ចក្រីទេប្រហែលជាវាទៅលត់ទឹកសម្រាប់ខ្លួនហើយមើលទៅបើបែបនេះវាមុខជានៅឯទលេប្រកបណាស់មនុស្សហើយមនុស្ស
មានចិត្តចំណែនគុំគួនលោបលន់ខ្លាចគេមានបានល្អឲ្យជាងតើមិនខ្លាចមានបាបទេមែនទេនោះវាពិតជាមកលោតទឹកមែនតើមានតែទឹកទេទើបអាចផ្ដាច់ដង្ហើមខ្ញុំបានអោពិភពលោកអាយអ្នកដូចជាអយុត្តិធម៌សម្រាប់ខ្ញុំពេកហើយខ្ញុំលាហើយ និយាយហើយគាត់ក៏បានហក់ទឹកប្រងហើយទឹកក៏ហូរនាំគាត់ទៅឆ្ងាយ នោះថាឈួតមែនទាំងអោស្រឡះចុះចំណែកយើងសុំយកដីឯងឲ្យវើយពូមិនរីករាយណាស់ចំណែកចក្រីវិញដូចមុនដែរជាសំណាងល្អចក្រីមិនតន់ស្លាប់នោះទេតែខ្ញុំមកដល់ឋាននរកហើយមែនទេឈប់សិនខ្ញុំដូចជាមិនទាន់ស្លាប់ផងហ្នឹងមិនក៏បរាជ័យដែរអញ្ចឹងខ្ញុំដូចជាមិនយល់សោះជាថ្មីម្ដងទៀតនេះចក្រីក៏បានដើរទៅរកដើមឈើធំមួយហើយគាត់ក៏បានសម្រេចចិត្តថាខ្ញុំម្ដងនេះមានតឡើងទៅលើដើមឈើរួចហក់ចុះឲ្យទេប្រហែលជាម្ដងនេះខ្ញុំមិនបរាជ័យទេមើលទៅចក្រីរៀបតែនឹងឡើងទៅហើយតែភ្លាមនោះគាត់ក៏បានសម្គាល់ឃើញថាជួយផងជួយកូនរបស់ខ្ញុំផងតើសារិកានោះកើតអីអញ្ចេះចក្រីចូលទៅចិត្តបន្តិចនិងបានសម្គាល់ឃើញថាអូគួរអាណិតណាស់គឺកូនសារិកាធ្លាក់ពីសម្បុកសោះមិនអីទេចាំខ្ញុំជួយយកវាដាក់ទៅលើសម្បុកឲ្យអញវិញចុះណាចាលោកឆាប់ឡើងណាសូមជួយកូនខ្ញុំផងបាននៅយូរទៀតនោះនាងពូមកស៊ីកូនខ្ញុំឥឡូវហើយចក្រីរើសកូនសារិកាហើយនោះក៏បានប្រវេប្រវាយ៉ាងប្រុងប្រយ័ត្នចុងក្រោយគាត់ក៏បានដាក់សារិកាក្នុងសម្បុកបានដោយជោគជ័យបានហើយអស់អីហើយកុំភ័យទៀតអីណាសារិកាចាអរគុណលោកហើយលោកពិតជាចិត្តល្អមែនមើលចុះលោកខំការពារកូនខ្ញុំដល់មានរបួសដៃហើយមិនអីទេខ្ញុំបានឲ្យទៅឈឺជាងនេះតាត្រូវហើយសារិកាខ្ញុំលាសិនហើយណាខ្ញុំនឹងហក់ពីត្រង់នេះចុះទៅក្រោមតើលោកប្រងលោតទឹកមែនទេវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់បើគ្រោះថ្នាក់គឺល្អបំផុតហើយព្រោះខ្ញុំចង់នឹងណាខ្ញុំនឹងបញ្ចប់ខ្ញុំនានាទីនេះហើយថាម៉េចមិនក៏បែបនេះចុះក្រែងសត្វលោកក្នុងលោកនេះសុទ្ធតែចង់រស់មែនទេតែលោកមិនក៏ខុសគេអញ្ចឹងនោះអញមិនយល់ទេខ្ញុំក្រណាស់ហើយទោះខ្ញុំខំព្យាយាមយ៉ាងណាក៏ជីវិតមិនប្រសើរសោះដូច្នេះខ្ញុំមិនចង់រស់ទេបែបនេះលោកមិនគួរណាស់ស្លាប់ទេនេះគឺជាការគិតខ្លីពេកណាស់លោកមិនស្ដាយពិភពលោកដ៏ស្រស់ស្អាតនេះទេមែនទេគ្មានអីគួរឲ្យស្ដាយទេក្នុងពេលនេះខ្ញុំមើលមិនឃើញថាមានអីល្អសម្រាប់ជីវិតខ្ញុំទេបើគ្មានប្រាក់នោះលោកខុសហើយមានប្រាក់តាវាយ៉ាងម៉េចគ្មានប្រាក់តាវាយ៉ាងម៉េចទៅលោកដឹងទេនិយមន័យនៃជីវិតគឺសុភមង្គលណាស់គ្មានប្រាក់ផងតើមានសុភមង្គលបានដល់របៀបណាទៅចុះសត្វបាសីមានប្រាក់ទេហើយហេតុអីបានជាគេចង់រស់ចំណែកឯទេវតាវិញនោះតើត្រូវការប្រាក់ទេគ្មានទេប៉ាទេតែពួកទ្រង់គឺរស់នៅដោយសុខសាន្តណាស់ឯងកំពុងតែចង់បញ្យល់ខ្ញុំថាខ្ញុំមិនហាមលោកឲ្យខំរកប្រាក់ទេតែលោកត្រូវចាំថាការដែលរីករាយនឹងធម្មជាតិប្រឹងរកអាហារដើម្បីរស់និងជួយគេឯងនេះហើយទៅមានតម្លៃប៉ាត់ឯងពិតជាសារិកាបណ្ឌិតមែនឯងពូកែណាស់ជួនកាលលោកកំពុងតែចិត្តដល់គោលដៅក៏ថាបានតែនេះមកពីកម្មបាំងហើយតែមិនតាន់ជោគជ័យប្រឹងសាំងល្អបន្តទៀតខ្ញុំថាលោកមុខជាសម្រេចបំណងមិនខានខ្ញុំយល់ហើយអរគុណណាស់ដែលបានណែនាំដល់ខ្ញុំនឹងប្រឹងបន្តទៀតមិនបោះបង់ចោលទេចាទៅចោះហើយកុំបោះបង់ការតស៊ូនិងអំពើល្អខ្លួនឯងឲ្យសោះណាពុំនោះទេបនមិនអាចជួយលោកទេខ្ញុំដឹងហើយលាហើយណាសូមមានសំណាងល្អ
ចាប់តាំងពីពេលនោះមកចក្រីគិតថានឹងប្រឹងធ្វើការម្ដងទៀតព្រមទាំងធ្វើល្អគ្រប់ពេលទោះបីថាការសាំងល្អរបស់គាត់ពេលខ្លះទទួលបានការខកបំណងក៏ដោយ ពូមីងតើពូមីងធ្វើអីនៅក្នុងផ្ទះខ្ញុំហ្នឹងខ្មោចខ្មោចខ្មោចឡងខ្មោចឡង ពុកវាអើយខ្ញុំលេចនោមហើយអើយ ពូមីងខ្ញុំមិនមែនជាខ្មោចឯណាខ្ញុំជាមនុស្សតើក្មួយពិតជាមនុស្សមែនទេតែថ្ងៃនោះពូបានឃើញក្មួយលងទឹកស្លាប់ដោយផ្ទាល់ភ្នែកណា ក្មួយប្រហែលមិនដឹងថាខ្លួនឯងស្លាប់ទេមានតែ7ថ្ងៃទៅដឹងតែមិញប្រាប់ក្មួយចោះក្មួយស្លាប់ហើយណា តែខ្ញុំនៅរស់មែនតាមើលចោះខ្ញុំនៅរស់ទេណែនេះក្មួយនៅរស់មែនក៏អីអូព្រះអើយឯងស្មានតងបាត់ហើយតើបានជាខំមកយកដីហើយផ្ទះនៅនឹងមានន័យថាម៉េចនឹងពូអូគឺពូចង់ថាពូមកមើលផ្ទះក្មួយនឹងណាបើអញ្ចឹងពូលាសិនហើយតោះម៉ែវាទៅវិញឲ្យលឿនឡើង ចាពុកវាដោយមានក្តីអាម៉ាស់បរោះជាប្តីនិងប្រពន្ធបានដើរចេញទៅចំណែកចក្រីក៏បាននិយាយនឹងខ្លួនឯងថា ទោះបីជាមានរឿងអ្វីក៏ដោយខ្ញុំត្រូវតែតស៊ូហើយមិនឈប់សាងអំពើល្អទេ កាលនោះដែរព្រះភូមិក៏បានបង្ហាញខ្លួនចេញមកម្ដងទៀតនិងបានពោលឡើងមកកាន់នីចក្រីថា កុំតូចចិត្តអីណាសាងល្អឲ្យបានច្រើននោះយើងនឹងអាចទំនាក់ទំនងទៅកាន់ឯងបានហើយដល់ពេលនោះយើងនឹងតាមជួយឯង ពេលលាកន្លងទៅចក្រីសន្សំផលបុណ្យផលទានបានច្រើនទីបំផុតគាត់ក៏បានជួបនឹងព្រះភូមិតាមរយៈយល់សុបិនមួយ ចាក់ក្រៃក្រោកឡើងយើងមកបង្ហាញផ្លូវឯងហើយ អេតើលោកជាអ្នកណាបានជាមើលទៅមានពលឺភ្លឺស្អាតយ៉ាងនេះ យើងជាព្រះភូមិជាញាតិក្នុងសង្សារវត្តរបស់ឯងដោយអំណាចនៃបុណ្យយើងក៏ក្លាយជាព្រះភូមិទៅ ពិតជាអស្ចារ្យខ្លាំងណាស់តែបើអញ្ចឹងពភូមិតែងតែនៅក្បែរកូនចៅរហូតមកពិតមែនទេ ពិតមែនហើយយើងនៅថែរក្សាទីនេះរាប់រយឆ្នាំហើយគ្រាន់តែកូនចៅគ្រប់ជំនាន់មិនបានមើលឃើញយើងទេ ហេតុអីក៏មើលមិនឃើញបែបនេះ យើងជាអ្នកមានបុណ្យដូច្នេះមនុស្សគ្មានបុណ្យគឺមិនអាចមើលយើងឃើញទេ តើហេតុអីបានជាពភូមិអាចឲ្យខ្ញុំជួបនៅក្នុងយសពបាន ក៏ព្រោះតែឯងមានបុណ្យនិងមានសិលនឹងអី អូតាមពិតគឺអញ្ចឹងទេអី ស្ដាប់យើងណាទៅជួយស្ដេចពស់កំពុងតែមានរបួសផងទៅ តើស្ដេចពស់នោះនៅណាដែរទៅ គឺនៅឯភ្នំទិសនិរដីឯណោះបើកាលណាជួយពស់បានឯងនឹងបានផលតបស្នងទៅទីខកចិត្តជាមិនខាន ខ្ញុំដឹងហើយអញ្ចឹងស្អែកនេះខ្ញុំនឹងទៅតាមរកពស់ភ្លាម មួយវិញទៀតជួយរៀបកន្លែងឲ្យយើងបានសមរម្យផងហើយត្រូវគោរពប្រណិប័តព្រមទាំងដើរផ្លូវល្អតទៅនោះយើងនឹងតាមថែរក្សាឯងគ្រប់ពេល កូនចៅយល់ហើយកូនចៅអរគុណចំពោះការតម្រង់ផ្លូវទៅរកក្តីល្អមួយនេះណា យល់សពបែបនេះហើយព្រឹកឡើងចក្រីក៏បានធ្វើតាមព្រះភូមិផ្ដាច់ផ្ដាំរួចក៏បានសម្ដៅទៅរកស្ដេចពស់នាទិសនិរដី សួស្តីតើមាននរណានៅទេមានសូមជួយយើងផងយើងនឹងសងគុណអ្នកវិញគឺជាស្ដេចពស់នោះមែនទេមែនហើយតែយើងមិនអាចទៅណាមកណាបានទេយើងត្រូវបានថ្មសង្កត់ជាប់ឈឺណាស់សូមជួយយើងផងបានខ្ញុំនឹងបញ្ញាប់ជួយដល់អ្នកចុះ ចក្រីបានព្យាយាមណាស់ទីបំផុតគាត់ក៏បានជួយពស់ឲ្យបានសម្រេចហើយគាត់ក៏ថែមទាំងបានបិទថ្នាំឲ្យពស់ថែមទៀតផង
រួចហើយមិនយូរទេអ្នកនឹងបានជាវិញហើយណាស្ដេចពស់អរគុណណាស់នេះជាការសងគុណខ្ញុំជូនត្បូងមានតម្លៃទៅអ្នកចុះត្បូងនេះនឹងធ្វើឲ្យអ្នកមានបានជាមិនខានទេបានសូមអរគុណណាស់បើអញ្ចឹងខ្ញុំលាហើយណាបាទសូមមានសំណាងល្អចក្រីសប្បាយចិត្តណាស់ព្រោះគាត់បានធូរធារបន្តិចហើយក្រោយបានត្បូងគាត់ក៏បានលក់យកប្រាក់សង់ផ្ទះនិងបានចែកទានផងដែរមួយខែក្រោយមក ឯងធ្វើបានល្អណាស់ សូមអរគុណហើយដែលលោកជាប្រភពបង្ហាញផ្លូវជួយណែនាំដល់កូនចៅបើគ្មានលោកជាប្រភពជួយកូនចៅទេមុខជាគ្មានថ្ងៃនេះទេ នៅមានរឿងមួយទៀតចូលឯងទៅជួយយាយចាស់កុំខ្នងនៅក្បែរជ្រោះមរណៈផងណា តើគាត់មានរឿងអីមែនទេ គាត់មានប្រាក់តែគាត់គ្មានផ្ទះគ្មានអាហារទេ ហេតុអីក៏មានប្រាក់តែគ្មានផ្ទះគ្មានអាហារយ៉ាងនេះ ព្រោះគាត់ពឹងអ្នកណាក៏គ្មានអ្នកណាគេជួយនេះក៏ព្រោះតែសភាពរបស់គាត់ហើយគេគិតថាគ្មានប្រាក់នឹងគួរឲ្យខ្លាចដូច្នេះគាត់ពិបាករស់នៅណា បើអញ្ចឹងចាំខ្ញុំទៅជួយគាត់ចុះ ថ្ងៃនោះដែរមិញច្រេះបានឃើញថាចក្រីនិយាយនឹងធ្វើកាយវិការដូចនេះគាត់ក៏បានស្រែកហៅប្តីនិងបាននិយាយថាពុកវាមើលចោះនេះចក្រីនិយាយម្នាក់ឯងតើវាឈួតហើយតែដឹង ខ្ញុំថាវាពិតជាឈួតមែនទែនហើយម៉ែវា អើយសាធុកសូមឲ្យវាឈួតឲ្យលឿនទៅ មានបានបន្តិចបន្តួចក៏កើតឈួតបើអញ្ចឹងណាសូមឲ្យវាឈួតឲ្យលឿនទៅចុះនឹងអាលពួកយើងប្រមូលទ្រព្យមក ថ្ងៃមួយចក្រីក៏បានធ្វើដំណើររហូតទៅដល់ទីដែលយាយចាស់រស់នៅក្រោយបានជួបហើយនោះគាត់ក៏បានពោលទាំងគួរសមថែ ជំរាបសួរលោកយាយចៅមកទីនេះគឺមកជួយលោកយាយហើយ ណែឈប់សិនចៅប្រុសតើចៅមិនខ្ពើមមិនខ្លាចយាយទេមែនទេបានជាមកដល់ទីនេះ ចៅមកគឺដើម្បីទៅជួយលោកយាយតែមួយមុខគុណអាស្រ័យហេតុនេះចៅមិនគិតថានឹងខ្ពើមរអើមនោះទេ តែយាយគ្មានអ្វីជាការសងគុណទេក្នុងលោកនេះគ្មានរបស់ណាដែលបានដោយទៅទេឡើយ លោកយាយមានប្រសាសន៍ត្រូវហើយក្នុងលោកនេះការជួយគឺតែងតែចង់បានសំណងពលគឺគ្មានអ្វីដែលបានមកទៅទេ ឃើញទេវាមិនខុសគ្នាទេឥឡូវទៅវិញចោះយាយគ្មានអ្វីឲ្យឡើយណាទៅចោះក៏មកទៀតអី តែចៅមិនចង់បានអ្វីទេចៅមកដោយចិត្តស្មោះសូមឲ្យចៅបានជួយលោកយាយផងទៅចុះ អើយមើលទៅចៅដូចជាចិត្តល្អណាស់ដែរបើដូច្នេះជួយសង់ផ្ទះក៏ជួយចោះតែយាយនៅតែនិយាយដដែលថាយាយគ្មានអ្វីឲ្យទេ បាទលោកយាយគ្មានបញ្ហាអីទេ ចក្រីពិតជាមានទឹកចិត្តអំណត់ណាស់គាត់ជួយគាត់ខំរហូតជួយកិច្ចការយាយចាស់រហូតបានសម្រេចតែម្ដង សម្រាប់ហើយសូមលោកយាយសមាទានសិលតាមសម្រួលចុះចំណែកចៅលាទៅវិញហើយ ឈប់សិនជាការតបស្នងយាយមានទឹកចិត្តបន្តិចបន្តួចចៅយកវាទៅចោះណាហើយសូមមានសំណាងល្អផងដែរជារឿងដែលនឹកស្មានមិនដល់គឺថាចក្រីទទួលបានគ្រឿងអលង្ការរហូតដល់7ក្អមឯណោះ អូលោកយាយនេះវាច្រើនពេកហើយចៅមិនហ៊ានទទួលទេលោកយាយ យកចោះហើយកុំប្រកែកអីណាគ្រឿងអលង្ការនេះវាសមនឹងអំពើល្អរបស់ចៅហើយចក្រីប្រកែកយ៉ាងណាក៏យាយចាស់មិនព្រមដែរដូច្នេះគាត់ក៏បានប្រមូលយកហើយក៏បានលាលោកយាយចាក់ចេញទៅ នេះជាត្បូងអីអញ្ចេះស្អាតណាស់ ចក្រីមានបំណងចង់រើសមកមើលតែភ្លាមនោះព្រះភូមិក៏បានពោលជាសំឡេងមកថា ចាក់ក្រៃកុំយកអីណានោះគឺជាថ្មខ្មោចទេវាអាចនាំគ្រោះបាន ម
ម្ដងនេះព្រះភូមិខំជួយណាស់តែចក្រីពុំទទួលដឹងទេដូច្នេះគាត់ក៏បានរើសថ្មខ្មោចឬក៏បានយកទៅផ្ទះតែម្ដង ត្បូងនេះស្អាតអញ្ចឹងខ្ញុំនឹងតាំងលម្អវានៅក្នុងផ្ទះចុះ បន្ទាប់ពីទុកដាក់មាសប្រាក់ដូចហើយចក្រីក៏បានកាន់ត្បូងលេងគយគុណយ៉ាងកំសាន្តអារម្មណ៍ចំណែកមិញច្រេះវិញនោះបានឃើញនិងបានពោលថា សង្ស័យទៅវាមានបានដោយសារត្បូងនោះហើយម៉ែវាពួកយើងត្រូវទៅតាមដានឲ្យជាប់រួចក៏លួចយកតែម្ដងទៅ មែនហើយគំនិតល្អណាស់ពុកវាយប់មួយពេលដែលចក្រីដេកលក់ពូមឿននិងមិញច្រេះក៏បានលបចូលមកតិចក្នុងចេតនាដើម្បីលួចយកត្បូងមួយគ្រាប់នោះទៅ តើពួកអ្នកមកធ្វើអីចូលទៅវិញទៅពុំនោះទេអ្នកនឹងមានគ្រោះថ្នាក់ដោយសារទង្វើអ្នកមិនខាន មិនថាព្រះភូមិព្យាយាមដាស់តឿនយ៉ាងណាទេតែពួកគាត់ពុំទទួលដឹងដោយញៀនឡើយហើយពួកគាត់ក៏បានចូលទៅខាងក្នុងបានសម្រេចតែម្ដង ឃើញហើយម៉ែវាគឺត្បូងនោះហើយព្រះអើយស្អាតណាស់ ហើយចាំការទៀតយកមកពុកវាហើយប្រញាប់ទៅផ្ទះវិញណា បាទ លួចបានសម្រេចហើយនោះពួកគាត់ក៏បានចាក់ចេញទៅចំណែកព្រះភូមិក៏បានពោលម្ដងទៀតថា អោកម្មហើយកម្មបុគ្គលណាដែលសាងអាក្រក់បុគ្គលនោះនឹងជួបគ្រោះដោយហេតុដែលបានសាងមិនខាន ម៉ែវាមើលចុះស្អាតណាស់ ចាពុកវាហើយពួកយើងណានឹងយកវាទៅលក់នៅស្អែកនេះតែម្ដងពុកវាចាំតែមើលទៅខ្ញុំនឹងទិញសម្លៀកបំពាក់ស្អាតតែម្ដង ចំណែកខ្ញុំនឹងយកប្រាក់ទៅផឹកស្រាវណានៃម្ដងចាំមើលចុះ គ្រួសារយើងពិតជាសំណាងណាស់ យប់នោះម្ចាស់ត្បូងថ្មខឹងណាស់ព្រោះបាត់ត្បូងថ្មនោះអីហើយម្ចាស់ត្បូងថ្មទៀតសោតក៏បានពោលទាំងកំហឹងថាត្បូងយើងប្រហែលជាមានអ្នកភូមិយកទៅហើយចាំមើលចោះអ្នកណាដែលលួចយកទៅនោះយើងនឹងកាច់កចោលភ្លាមនិយាយទាំងខឹងហើយនាងខ្មោចក៏បានហោះសំដៅមកតាមត្បូងថ្មឬក៏បានមកដល់ក្បែរផ្ទះមិញច្រេះតែម្ដងមកទីទីនេះហើយព្រោះចំហាយថ្មបង្ហាញថានៅទីនេះច្បាស់ណាស់ជួនគ្នានោះព្រះភូមិក៏បានចេញមក នាងខ្មោចសូមកំចងពីនឹងពួកគេអី នេះមិនមែនជារឿងរបស់ព្រះភូមិទេ តែយើងមិនចង់ឲ្យនាងមានបាបទេ កិតចេះចោះពួកយើងមិនសម្លាប់ពួកគេទេតែយើងគ្រាន់តែយកត្បូងថ្មហើយក៏ធ្វើឲ្យពួកគេឈួតប៉ុណ្ណោះ តើនាងអាចលើកលែងឲ្យពួកគេផងបានទេ បើសិនជាពួកគេមានបុណ្យខ្ញុំក៏មិនអាចធ្វើអ្វីទេតែបើមានបាបនោះកម្មនឹងចូលមករកពួកគេភ្លាមលោកក៏យល់ដែរមែនទេពលហើយនាងខ្មោចក៏បានហោះទៅយកត្បូងថ្មនៅក្នុងផ្ទះមិញច្រេះភ្លាមមួយរំពេចតែម្ដង កម្មហើយកម្មហេតុថាមានចិត្តចង់បានជ្រុលហួសហេតុនោះហើយអ្នកមិនអាចកិច្ចបានទេ ថ្ងៃនោះដែរនាងខ្មោចក៏បានយកត្បូងបានសម្រាប់រួចនាងព្រមទាំងធ្វើឲ្យប្តីប្រពន្ធកើតឈួតតែម្ដងចូលខ្លាចជាមនុស្សឈួតចោះនេះហើយគឺជាលទ្ធផលដែលពួកឯងចង់បានរបស់យើងនោះ នាងខ្មោចនិយាយហើយក៏បានបាត់ខ្លួនរហូតទៅចំណែកប្តីប្រពន្ធទាំងពីរពិតជាបានឈួតពិតមែន ឡាឡូឡូកវេកវោខ្សែកវ៉ាត់មិនក៏បាត់ម៉ែវាទៅណាឃើញតែជ្រូកឆ្កែនិងឆ្មាហើយម៉ែវាទៅណាមិនក៏បាត់មិនឃើញ ឡាទីងណយឡាឡាទីងណយប្តីប្រពន្ធទាំងពីរបានបាត់សតិវង្វេងតែតើលេងដឹងអីទៀតហើយចំណែកចក្រីពិតជាអាណិតណាស់ដូច្នេះគាត់ក៏បានបួងសួងថា ព្រះភូមិជាទីគោរពសូមឲ្យពួកគាត់ទាំងពីរបានជាសះស្បើយផងទៅចុះព្រោះខ្ញុំអាណិតពួកគាត់ណាស់ កម្មពីមិនអាចកិច្ចបានទេតែបើអស់កម្មហើយពួកគេនឹងបានដូចដើមជាមិនខាន
ចំណែកឯងចូលខំធ្វើការឡើងចាំយើងជាអ្នកបង្ហាញផ្លូវ បានកូនចៅមិនប្រហែសទេសូមឲ្យតែបង្ហាញផ្លូវមកចុះ មានការងារធ្វើច្រើនចំណូលច្រើនហើយក៏ដើម្បីបង្កើនការងារដល់កម្មករដទៃទៀតផងដែរម្យ៉ាងកុំភ្លេចឆាងល្អគោរពដូនតាផងដែរណា ពិតមែនហើយកូនចៅនឹងត្រង់ត្រាប់ជានិញ វេលាកន្លងទៅចក្រីនៅតែបន្តធ្វើល្អគោរពនឹកគុណដូនតាហើយមិនយូរនោះទេគាត់ក៏មានប្រពន្ធរស់នៅសុខសាន្តចំណែកគ្រួសាររបស់ពូមឿននោះក៏នៅតែឈឺរហូតមិនងាយជាឡើយ